សួស្តីបងប្អូនជនរួមឈាមខ្មែរទាំងអស់គ្នាក្នុងបណ្ដាញ Facebook คลิปមួយនេះខ្ញុំសូមបន្តពីคลิปខ្ញុំម្សិលមិញដែលខ្ញុំអធិប្បាយអំពីប្រវត្តិរបស់ក្រុមគ្រួសារថោងសារ៉ាត់ចាស់ហើយម្សិលមិញវីដេអូខ្ញុំវែងពេកក៏និយាយទៅវាដាច់មួយកណាត់អត់ទាន់ចប់ដូច្នេះហើយខ្ញុំក៏សូមបន្តបន្តិចទៅទៀតហើយខ្ញុំសូមអធិប្បាយពីរឿងប្រវត្តិក្រុមគ្រួសារថោងសារ៉ាត់នឹងផងហើយខ្ញុំសូមដូចថាផ្ដល់យោបល់ដល់ក្រសួងមានសមត្ថកិច្ចដឹកនាំដោយតៃលោកជួនសវណ្ណនឹងផងរួមទាំងរដ្ឋាភិបាលផងដែរខ្ញុំម្សិលមិញខ្ញុំនិយាយថាពីថោងសារ៉ាត់គឺជាយួនចំហ្មងគឺជាពូយួនចំហ្មងប៉ុន្តែគ្រាន់តែឥឡូវនេះថោងសារ៉ាត់ឧទាហរណ៍ថាដូចគេនៅស្រុកខ្មែរយូរគេចូលសញ្ជាតិគេដាក់ឈ្មោះថាជាខ្មែរបានជាគេយកឈ្មោះខ្មែរនឹងយកមកដាក់ប៉ុន្តែខ្ញុំដឹងថាកាលដែលថោងសារ៉ាត់នឹងចាប់ផ្ដើមធ្វើកិច្ចការទាំងអស់នឹងថោងសារ៉ាត់មិនមែនជាចូលជនជាតិខ្មែរទេហើយការងារទាំងអស់នឹងខ្ញុំក៏សូមដូចថាជំទាស់ទៅនឹងរដ្ឋាភិបាលខ្មែរបន្តិចចុះថាហេតុអីបានជាខ្មែរហ្នឹងរដ្ឋាភិបាលខ្មែរហ្នឹងផ្ទុកនៅជំងឺយួនណាផ្ទុកនៅជនជាតិយួនឲ្យនៅក្នុងជួរនេះដូចថានៅក្នុងជួរថ្នាក់ខ្ពស់នៅក្នុងក្រសួងមន្ត្រីនានាដូចជារដ្ឋាភិបាលទទួលឲ្យក្រុមគ្រួសារនៃថោងសារ៉ាត់នឹងហើយអ្នកស្រីកៅសាវិតសារីនឹងផងហើយសិតតែជាមានបនស័កធំខ្ញុំឆ្ងល់ថាតើហេតុអីរដ្ឋាភិបាលនឹងមិនគិតមិនដឹងថាកម្ពុជាយើងណាខ្មែរយើងប្រទេសខ្មែរយើងមានទំនាស់ជាមួយប្រទេសណាហើយប្រទេសណាដែលធ្វើបាបប្រទេសខ្មែរកន្លងមករាប់សិបឆ្នាំមកនេះហើយដល់កំពុងតែពិបាករាល់ថ្ងៃនេះហេតុអីក៏រដ្ឋាភិបាលនឹងផ្ទុកជំងឺយួននឹងចូលនៅក្នុងជួររដ្ឋាភិបាលធំដើម្បីឲ្យគេធ្វើតំណែងធំរួមទាំងសមាជិកទាំងអស់ដែលធ្វើការជាមួយខ្ញុំគិតឃើញថាអស់លោកទាំងអស់ប្រកាសជាដឹងប៉ុន្តែមិនព្រមដោយថាបញ្ចេញមតិឬក៏ផ្ដាល់យោបល់អីគឺចេះតែសងំទៅដល់អញ្ចឹងហើយណាកិច្ចការទាំងអស់នេះគឺទាំងអស់គ្នានឹងរួមកំណត់ធ្វើបាបខ្មែរដូចគ្នាព្រោះថាកាលណាមន្ត្រីធំធ្វើការជាយួនគេមិនដែលធ្វើការការពារយួនទេចាគេអត់ដែលធ្វើការដើម្បីចម្រើនសំទោសគេមិនដែលការពារខ្មែរទេចាគេធ្វើការដើម្បីចម្រើនជាតិយួនខ្លួនគេអញ្ចឹងហើយរដ្ឋាភិបាលគួរតែដឹងថាអ្វីជាអ្វីហើយដល់ឥឡូវនេះបញ្ហាកើតឡើងលោកឃើញស្រាប់ហើយលោកលាក់យួនលោកក្របយួនលោកគិតឃើញថាតម្រៃងាប់ទាំងមូលនឹងយកចង្អេរទៅបាំងចិត្តទេគឺវាគង់តែលបើកខ្លួនវាដល់វាហើមប៉ោងទៅវាផ្ទុះអាចង្អេរនឹងចាញ់មកក្រៅខ្លួនឯងមកឲ្យគេមើលឃើញក្លិនអាសោចដូច្នេះគួរឲ្យរដ្ឋាភិបាលនឹងចាត់ចែងរឿងរ៉ាវប្រទេសជាតិយើងនឹងឲ្យបានប្រសើរវិញផងដូចថាឲ្យកលេចមើលប្រជាពលរដ្ឋខ្មែរតើមានរឿងអ្វីខ្លះមានបញ្ហាអ្វីខ្លះតើមានខ្មែរចំណាក់ស្រុកនឹងអស់ប្រមាណហើយស្ទើរតែកន្លះប្រទេសហ៎លោករួចទៅពីជំនាន់ដើមមកខ្ញុំអត់ដែលឮទេខ្ញុំអាយុប៉ុណ្ណឹងដែរខ្ញុំអត់ដែលឮមានខ្មែរចំណាក់ស្រុកទៅធ្វើការនៅប្រទេសគេខ្ញុំអត់ដែលឮទេតែសម័យសម្ដេចតេជោហ្នឹងគឺថាខ្ញុំមិនសន្និដ្ឋានថាខ្មែររាប់លានអ្នកទៅធ្វើការនៅប្រទេសគេផងប៉ុន្តែដល់រួចទៅគេរាប់ទៅគឺវារាប់លានមែនហើយអញ្ចឹងហើយលោកគួរដោះស្រាយពីរឿងជួអ្នកធ្វើការណាអ្នកធ្វើការហ្នឹងសូមឲ្យមានដូចថាឲ្យមានជាជាតិខ្មែរយើងផងលោកហើយខ្មែរគេរៀនសូត្រចេះដឹងច្រើនណាច្រើនមែនតើហេតុអីក៏លោកមិនទុកចិត្តខ្មែរគ្នាឯងបែរជាទុកចិត្តក្រុមគ្រួសារយួនហើយបំពាក់បំពន់ឲ្យរហូតដល់ផ្កាយ2ហើយជាជួរក្រសួងការពារជាតិបងប្អូនស្ដាប់មើលយួនម្នាក់ធ្វើការនៅក្រសួងការពារជាតិតើយួននឹងធ្វើការពារជាតិណាគេមិនត្រូវការពារជាតិយួនគេមកធ្វើអីការពារជាតិខ្មែរយើងនោះយើងគិតតែប៉ុណ្្នឹងទៅដឹងហើយឥឡូវនេះសកម្មភាពកើតឡើងផ្ទុះកើតឡើងហ្នឹងគឺថាគេហៅថាឈាមស្រែកស្បែកហៅខ្ញុំនិយាយម្ដងទៀតចាព្រោះអីថាយួននឹងឈ្លានពានខ្មែរវាហួសហេតុពេកដល់កម្រិតត្រូវបើកមុខខ្លះហើយខ្ញុំក៏សូមអធិប្បាយអំពីរឿងឃាតកម្មលោកអឹងបញ្ជឺនឹងផងដែរសូមឲ្យក្រសួងមានសមត្ថកិច្ចនឹងបញ្ចេញការពិតផងតាមដែលមើលតាមដែលឃើញរាល់ថ្ងៃហ្នឹងមិនមែនជាការពិតទេគឺមិនទាន់មានការពិតនៅឡើយទេណាគឺថាមិនទាន់ទេអញ្ចឹងហើយ
ខេមរាសវត្ថិភាពនឹងបើសិនជាអស់លោកខាងក្រសួងសមត្ថកិច្ចនឹងមិនអាចមានសមត្ថភាពស្រាវជ្រាវឃើញរូបពិតរៀងពិតទេសូមលោកជួយរកអ្នកណាដែលគេមានបច្ចេកទេសហ្នឹងឲ្យគេជួយផងទៅដើម្បីវែកមុខយួនណាដើម្បីវែកមុខយួនកុំឲ្យវាដូចថាវាឆ្លៀនពៀនតទៅទៀតកុំឲ្យវាមានអំនួតអួតនៅលើខ្មែរតទៅទៀតហើយលោកថោងសារ៉ាត់នេះបានបញ្ចេញសម្លេងក្នុង Facebook ខ្ញុំឃើញថាថោងសារ៉ាត់នេះគេនិយាយថាគេមិនដែលស្គាល់ក្រុមគ្រួសារលោកអឹងបញ្ជឺនេះទេគេមិនដែលពាក់ព័ន្ធអ្វីលោកអឹងបញ្ជឺនេះទេប៉ុន្តែបើតាមដែលខ្ញុំដឹងតំណឹងពីអ្នកដែលគេស្គាល់ក្នុងពេលឆាប់នេះគឺម្សិលមិញនេះឯងគឺគេស្គាល់ច្បាស់ណាស់ប៉ុន្តែគេអត់បញ្ចេញមុខអត់បញ្ចេញឈ្មោះហើយគេប្រាប់ខ្ញុំគេថាគេមិនហ៊ានបញ្ចេញឈ្មោះទេថោងសារ៉ាត់នេះរស់ស៊ីជាមួយអឹងបញ្ជឺនឹងមករយៈពេលមកយូរហើយមិនមែនថ្មីនេះទេហើយរស់ស៊ីទៅមានប៉ះពាល់ពាក្យសម្ដីគ្នាខ្លះប៉ះពាល់ខាងរឿងលុយកាក់ខ្លះអញ្ចឹងខ្ញុំដឹងពីព័ត៌មានពីម្នាក់នោះនិយាយប្រាប់មកថាថោងសារ៉ាត់ធ្វើការនៅក្រោមអឹងបញ្ជឺទាំងអស់ព្រោះអីថោងសារ៉ាត់អត់មានសមត្ថភាពខ្ពស់ដោយលោកអឹងបញ្ជឺទេហើយជាប់ពាក់ព័ន្ធនឹងថោងសារ៉ាត់ហ្នឹងជាពាក់លុយលោកអឹងបញ្ជឺយ៉ាងច្រើនបំផុតគឺរាប់លានណាហើយរហូតដល់កើតរឿងឃាតកម្មឥឡូវនេះក្រសួងសមត្ថកិច្ចសូមមេត្តាដោយថាស្រាវជ្រាវពីរឿងហ្នឹងឲ្យបានដិតដល់ព្រោះថាខ្ញុំឃើញនៅប្រទេសគេណារឿង20-30 ឆ្នាំក៏គេរកឃើញដែរលោកមិនចាំបាច់មករឿងថ្មីអញ្ចឹងលោករកអត់ឃើញទេណាគឺថាខ្ញុំគ្រប់គ្រងលោកជួនសវណ្ណដែលបានចេញមុខធ្វើអញ្ចឹងខ្ញុំគិតថាលោកចេញមុខអញ្ចឹងណាប្រកាសជាមានឧបសគ្គខ្លះហើយប្រកាសជាមានបញ្ហាខ្លះហើយដោយលោកចាប់ចំយួនណាដូច្នេះលោកត្រូវតស៊ូតទៅទៀតលោកត្រូវតាំងចិត្តឲ្យបានរឹងមាំថាអញជាអញគឺអញជាសមត្ថកិច្ចអញបញ្ចេញសមត្ថភាពដើម្បីជួយខ្មែរហើយអញ្ចឹងគឺថាលោកបញ្ចេញមហិទ្ធិឫទ្ធិតែប៉ុណ្ណឹងមកលោកអាចស្រាវជ្រាវរកមនុស្សពិតក្នុងកាមេរ៉ាហ្នឹងឃើញហើយអញ្ចឹងគួរតែលោកជ្រាបពីរឿងហ្នឹងកុំរាថយទោះបីលោករាថយទៅក៏មិនបានដែរដោយថាទៅមុខក៏មិនរួចទៅក្រោយក៏មិនរួចដែរមានតែលោកព្យាយាមធ្វើយ៉ាងណាបញ្ចេញសមត្ថភាពខ្លួនឯងឲ្យអស្ចារ្យឲ្យคล้ายជាវីរៈបុរសមួយដែលចាប់ឃាតករបានណាព្រោះឃាតករកន្លងមកច្រើនណាស់ហើយសម្រាប់ដូចថាឈុតវិធីជាវិជាពិសិដ្ឋពលការបាញ់ទុយសៃនិចឲ្យលោកប៊ុនធឿនអីហ្នឹងលោកឃើញហើយសូម្បីតែឃាតករដែលគេមើលឃើញជាក់នឹងភ្នែកផងបំប្រាថ្នាសម្រាប់កម្មការីនេះ3នាក់ដូចជាលោកស្អីលោកមិនដឹងថាលោកឈុកបណ្ឌិតហ្នឹងចារួចទៅឃើញទេតើមាននរណាហ៊ានចាប់បានទេហេតុអីខ្ញុំសួរថាហេតុអីសូម្បីតែលោកមេប៉ូលីសជួនសវណ្ណហ្នឹងក៏អត់ហ៊ានហើយលោកមេប៉ូលីសលើបំផុតដោយលោកថ្នាក់លើទៅទៀតណាក៏អត់ហ៊ានចាប់ដែរតើហេតុអីឥឡូវនេះទឹកលើកទី1ដែលលោកបញ្ចេញសមត្ថភាពដូច្នេះលោកត្រូវតស៊ូមោះមុតខ្ញុំដឹងថាកិច្ចការនេះធ្ងន់សម្រាប់លោកហើយប៉ុន្តែលោកត្រូវស្រាវជ្រាវឲ្យឃើញពិតប្រាកដឲ្យឃើញជាក់ស្ដែងឥឡូវនេះមិនទាន់ជាការពិតប្រាកដនៅឡើយទេតាមមតិដែលគេមើលតាម Facebook គឺមិនទាន់ទេហើយក្រសួងសមត្ថកិច្ចផងដែរដែលចាប់អ្នកទោសជនអក្រិតណាសូមមេត្តាប្រើតាមច្បាប់ចាសូមមេត្តាប្រើតាមច្បាប់យកច្បាប់ជាធរមានកុំយកកម្លាំងបាយកុំយកកំហឹងទៅធ្វើបាបដោយថាជនអក្រិតដល់ពេលថាបើធ្វើអញ្ចឹងទៅបានន័យថាធ្វើឲ្យជនអក្រិតនឹងស្លាប់មុននឹងសួរចម្លើយអាហ្នឹងបានន័យថាអញ្ចឹងព្រោះប្រទេសគេអត់ធ្វើអញ្ចឹងឯងកាលណាចាប់ចងជាប់ដាក់ខ្នោះហើយគឺគេអត់ប្រើដោយថាច្បាប់ព្រៃឯងគេប្រើតាមច្បាប់ជាធរមានរបស់គេអញ្ចឹងហ្មងអានេះខ្ញុំគ្រាន់តែសនំពោឯងអញ្ចឹងហើយសូមឲ្យរដ្ឋាភិបាលនឹងមេត្តាករណាស្រាវជ្រាវរឿងនេះតាមនឹងឲ្យឃើញការពិតសម្រាប់ប្រទេសជាតិយើងផងណាហើយជួននាយកជួនអ្នករដ្ឋាភិបាលជួនអ្នកធ្វើការនៅក្នុងរដ្ឋាភិបាលនឹងក្រសួងណាធំនឹងសូមមេត្តាកែច្នៃទៅកែអត្ថបទខ្លះទៅសូមមេត្តាដកចេញខ្លះទៅនៅអំពើដែលមហារាជរបស់យួនហ្នឹងគឺឆ្លៀនពៀនខ្មែរណាលោកអញ្ចឹងវីដេអូនេះខ្ញុំវាវែងពេកហើយសូមអរគុណខ្ញុំសូមបញ្ចប់ត្រឹមនឹងចាស់ហើយខ្ញុំសូមអភ័យទោសខុសឆ្គងអីសូមបងប្អូនមេត្តាអភ័យទោសដល់ខ្ញុំផងចាបាទជំរាបសួរបងប្អូនជនរួមជាតិសាជាថ្មីម្ដងទៀតហើយរហូតមកដល់ម៉ោងនេះខ្ញុំហើយនិងលោកពូមិនតាន់ចេញពី
ភូមិថ្មកូនឡើយទេគឺនៅតែមានវត្តមាននៅចិត្តតែអ្នកស្រីភូមិសុភាពដដែលឡើងប៉ុន្តែក្រនថានៅថ្ងៃនេះគឺខ្ញុំបាទប៉ែនពុទ្ធភាពមានកិត្តិយសណាស់ហើយក៏សូមអធិស្ឋានពីសំណាក់លោកពូហ៊ានលឹមជួផងដែរដែលកំពុងរស់នៅទីក្រុង Queensland ប្រទេសអូស្ត្រាលីហ្នឹងថាវិការគាត់ហ្នឹងទទួលបានតាមពីថ្ងៃទី4 ខែ 12 ឥឡូវគឺថ្ងៃនេះថ្ងៃ9ហើយគឺ4ថ្ងៃហើយ5ថ្ងៃហើយបាទសូមអធិស្ឋានដែរថាវិការហ្នឹងគឺមករយៈពេល5ថ្ងៃហើយគឺថាមិនតាន់បានយកមកជួលលោកពូសិនទេដោយសារថារវល់ពេករវល់រៀងខ្លួនឥឡូវនេះគឺមានកិត្តិយសណាស់គឺលោកពូហ៊ានលឹមជួហ្នឹងព្រមទាំងភរិយាព្រមទាំងបុត្របើគាត់ហ្នឹងគាត់ឧបត្ថម្ភ$200ក្នុងនោះគាត់ឧបត្ថម្ភក្រុមការងារអ្នករាយការណ៍ពិសេស$40ហើយសល់$160ហ្នឹងគឺសម្រាប់សាលារៀនរបស់លោកពូសិនតិននៅឡពីងហើយក្នុងនោះដែរក៏សូមថ្លែងអំណរគុណមួយទៀតដល់លោកពូផិនរឿននិងក្រុមគ្រួសារហើយនិងភរិយារបស់គាត់ឈ្មោះផិនឆេដែលកំពុងរស់នៅទីក្រុងមូនបែកប្រទេសអាល្លឺម៉ង់ដែលគាត់បានឧបត្ថម្ភថវិកាចំនួន$136.88សេន$សហរដ្ឋអាមេរិកក្នុងនោះគាត់ឧបត្ថម្ភគឺ$20សម្រាប់ក្រុមការងារអ្នករាយការណ៍ពិសេស$16ឧបត្ថម្ភដល់លោកពូសិនតិនហើយនិង$100ដល់គម្រោងសាលារៀនរបស់លោកពូហើយឥឡូវនេះកុំអោយខាតពេលគឺខ្ញុំសូមបកគលថវិកានេះគឺចំនួនសរុបទៅគឺ$260សម្រាប់គម្រោងសាលារៀនបាទហើយនឹង$16នេះគឺសម្រាប់លោកពូផ្ទាល់ថវិកានេះគឺមកពីអាល្លឺម៉ង់គឺឈ្មោះអីបាទគឺឈ្មោះផិនរឿននិងក្រុមគ្រួសារព្រមទាំងភរិយាផិនឆេអញ្ចឹងលោកពូផិនរឿនហ្នឹងគាត់នៅទីក្រុងមូនបែកប្រទេសអាល្លឺម៉ង់គឺគាត់ឧបត្ថម្ភលោកពូ$16ហើយ$100ទៀតសម្រាប់សាលារៀនអញ្ចឹងខ្ញុំបានដាក់ថវិកាហ្នឹងសម្រាប់សាលារៀនហ្នឹងគឺនៅក្នុងថវិកាមកពីអូស្ត្រាលីដែរបាទហើយចំណាយឲ្យមកពីប្រទេសអូស្ត្រាលីគឺ$160ហ្នឹងគឺថវិការបស់លោកពូហ៊ានលឹមជួព្រមទាំងភរិយាព្រមទាំងបុត្រមានន័យថាក្រុមគ្រួសាររបស់គាត់ហ្នឹងបាទទេមកមិញហ្នឹងបាទហ្នឹងហើយគាត់ទូរស័ព្ទមកមិញគឺ$160ថ្ងៃនេះខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងដោយបានទទួលនៅអំណោយសប្បុរសអំពីលោកបងហ៊ានគឹមសួររស់នៅQueensland នៃប្រទេសអូស្ត្រាលីបានឧបត្ថម្ភសាលារៀនចំនួន$160សុទ្ធចូល$160បាទហើយលុយថវិកានេះគឺជាថវិកាក្នុងគ្រួសាររបស់គាត់ទាំងអស់បាទក្នុងគ្រួសារគាត់ហើយបន្តមកទៀតគឺថវិកាចំនួន$16របស់លោកផិនសារឿននិងព្រមទាំងលោកស្រីជាភរិយាព្រមទាំងគ្រួសារគាត់ទាំងអស់គឺបានឧបត្ថម្ភសាលារៀនហ្នឹង$100ដែរហើយឲ្យខ្ញុំបាន$16ហ្នឹងឯងត្រឹមត្រូវបាទខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកផិនរឿនហើយបងស្រីព្រមទាំងគ្រួសារទាំងអស់របស់គាត់ដែលបានរៃអង្គាសកូនចៅហ្នឹងឧបត្ថម្ភសាលារៀន$100ហ្នឹងខ្ញុំបាទ$16ហើយក៏សូមថ្លែងអំណរគុណដល់បងហ៊ានគឹមសួរព្រមទាំងបងស្រីជាភរិយានិងក្មួយក្នុងគ្រួសារទាំងអស់ជាកូនជាបុត្រធីតារបស់គាត់សូមអោយជួបតែសេចក្តីសុខចម្រើននិងរកទទួលទានមានបានហើយជួបតែសុខហើយនឹងរកទទួលទានមានបានជួបនឹងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លានឡើយសូមអរគុណចា៎